សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាប់ Anime Podcast ហើយដូចអ្វីដែលមានបានសន្យាអញ្ចឹងពួកយើងនឹងយកសាច់រឿងថ្មីដែលមានចំណងជើងថា Barakamon ហើយទោះបីជាមាននិយាយថាវាជារឿង Anime ថ្មីមែនតែដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងថាមាននឹងមិនដែលយករឿង Anime ដែលទើបនឹងចេញយកមកសម្រាយទេហើយរឿង Barakamon ហ្នឹងគឺត្រូវបានចេញចប់តាំងពីឆ្នាំ2014កាលពីរដូវក្តៅមកម្ល៉េះនិយាយទៅតាំងពីជំនាន់ដែលមានរៀនថ្នាក់ទី11យូរហើយរឿងហ្នឹងហើយក៏មានសង្ឃឹមថាមាន Season 2ដែរតែសាច់រឿងរបស់គេហ្នឹងគឺពិតជាល្អមើលខ្លាំងមែនទែនដែលស័ក្តិសមឲ្យពួកយើងហ្នឹងចូលទៅមើលផ្ទាល់ច្រើនជាងចូលមកស្ដាប់ឲ្យមានសម្រាយអត្ថន័យនៃពាក្យថា Barakamon ហ្នឹងគឺចង់សំដៅទៅលើមនុស្សដែលមានភាពរីករាយឬក៏មនុស្សដែលមានភាពស្វាហាប់តែមានសូមដាក់ចំណងជើងផ្សេងវិញដោយប្រើពាក្យថាខ្សែជីវិតនៅតាមជនបទហើយមានកថារៀបរាប់ប៉ុណ្្នឹងសិនបានហើយឥឡូវយើងចូលសាច់រឿងនៅក្នុងភាគទី1របស់យើងទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមដំបូងហ្នឹងគឺបានបង្ហាញអំពីបរិបទម្នាក់ដែលកំពុងតែឆ្លុះមួយវិញខ្លះក្នុងការសរសេរអក្សរផ្ចំហើយគាត់ក៏បាននឹកឃើញអំពីសម្ដីរបស់អ៊ំចាស់ម្នាក់ដូចគ្នាលោកអ៊ំហ្នឹងគាត់បានមើលងាយទៅលើអក្សរផ្ចំរបស់គាត់ដែលមិនស័ក្តិសមនៅក្នុងការជាប់ពានរឹកហ្នឹងព្រោះថាអក្សរផ្ចំរបស់គាត់គឺមើលទៅវាអត់មានភាពស្ថិតស្ថេរវារឹងហើយវាដូចជាគ្មានអត្ថន័យអីទាំងអស់មើលទៅវាអត់គួរឲ្យចាប់អារម្មណ៍សោះតែម្ដងតែស្របពេលនោះមិត្តភក្តិរបស់គាត់ហ្នឹងគឺព្យាយាមចូលមកជួយនិយាយការពីគាត់ដែរតែដោយសារតែពាក្យមើលងាយហ្នឹងប្រហែលជាអាចនឹងខ្លាំងពេកសម្រាប់គាត់ទាំងហើយគឺធ្វើឲ្យគាត់ហ្នឹងខឹងខ្លាំងមែនទែនរហូតដល់ទៅដើរលោកអ៊ំម្នាក់ហ្នឹងហើយបានបង្កឲ្យមានអំពើហិង្សាយ៉ាងខ្លាំងគួរសមដែរនៅក្នុងពិធីមួយហ្នឹងតែមានគិតថាមូលហេតុចម្បងដែលធ្វើឲ្យគាត់ខឹងហ្នឹងហ្នឹងគឺប្រហែលជាដោយសារតែការ burn out របស់គាត់ខ្លាំងចំពោះការងារក្នុងការធ្វើអក្សរផ្ចំមួយនឹងច្រើនជាងដោយសារតែទង្វើរបស់គាត់គឺត្រូវបានឪពុករបស់គាត់បណ្ដេញចេញទៅកាន់កោះមួយដែលមានឈ្មោះថាកូតូហើយដោយសារតែកោះហ្នឹងគឺស្ថិតនៅក្នុងតំបន់ដែលដាច់ស្រយាលចឹងហើយគឺគ្មានឡានតាក់ស៊ីហើយសម្រាប់ឡានក្រុងវិញប្រហែលជាអាចនឹងត្រូវរងចាំពេលយូរតែយ៉ាងហោចណាស់ជីវិតរបស់គាត់គឺមិនទាន់ធ្លាក់ដល់សូន្យនោះទេព្រោះថាគាត់គឺបានជួបលោកអ៊ំម្នាក់ដែលមានឈ្មោះថាកូតូអ៊ីស៊ីកូសាគឹលោកអ៊ំហ្នឹងគឺបានអនុញ្ញាតឲ្យគាត់ឡើងជិះរមាក់របស់គាត់ដើម្បីទៅផ្ទះតែដោយសារតែសម្ដីរមាក់ហ្នឹងវាលេខ្លាំងពេកចឹងហើយពួកគេនិយាយគ្នាស្ដាប់មិនសូវបានទេចឹងហើយគាត់គឺមានតែសម្រេចចិត្តថាខ្ជិលតបជាមួយនឹងអ៊ំហ្នឹងណាបើឲ្យគាត់និយាយតែឯងសិនទៅហើយស្របពេលហ្នឹងគាត់គឺបានបើកសម្បត្តិរបស់ពួកគាត់មើលក្នុងសម្បត្តិហ្នឹងគឺបានបញ្ជាក់អំពីទីតាំងដែលគាត់ត្រូវទៅហើយឪពុករបស់គាត់ដែលឈ្មោះថាសេមីហ្នឹងក៏បានបញ្ជាក់ប្រាប់គាត់ដែរថានៅពេលដែលគាត់ទៅដល់កោះហ្នឹងគឺកុំភ្លេចតាក់ទងទៅកាន់អ៊ំមេភូមិដែលមានឈ្មោះថាគីដូយ៉ូជីរឺនឹងឲ្យសោះហើយបញ្ជាក់ប្រាប់គាត់ទៀតថាកុំឲ្យឆ្លើយជាមួយនឹងអ៊ំមេភូមិម្នាក់ហ្នឹងហើយស្របពេលហ្នឹងគាត់ក៏បានទៅលេចមើលទេសភាពនៃជុំវិញខ្លួនគាត់ដូចគ្នាតែដោយសារតែស្ថានភាពផ្លូវចិត្តរបស់គាត់នៅពេលហ្នឹងទេសភាពព្រៃភ្នំសម្រាប់គាត់គឺមានអារម្មណ៍ថាសាផ្លែមតែម្ដងស្របពេលហ្នឹងដែរលោកអ៊ំកូសាគឹហ្នឹងគឺបានហៅគាត់ឲ្យមើលទៅកាន់សមុទ្រពីព្រោះថាវាជាទីតាំងដែលចៅស្រីរបស់គាត់នឹងចូលចិត្តមើលខ្លាំងមែនទែនហើយក៏តែងតែទាមទារឲ្យគាត់នឹងឲ្យជួននាងមកកាន់ទីនឹងដូចគ្នាដូច admin បាននិយាយពីមុនមកចឹងដោយសារតែស្ថានភាពផ្លូវចិត្តរបស់គាត់នៅពេលហ្នឹងសមុទ្រនៅចំពោះមុខគាត់ហ្នឹងវាគ្មានខុសអីប្រៅពីសមុទ្រផ្សេងដទៃទៀតទេវាដូចតែគ្នាហ្នឹងតែនៅពេលដែលគាត់កំពុងតែនិយាយហ្នឹងលោកតាលេងចាប់ប្រាំងយកតែម្ដងអត់មានឲ្យសញ្ញោមុនអីទីសោះមកអាគ្នានោះដួលសឹកបាក់កលេងតែម៉ាក់នឹងពីរបីដងទៀតដឹងតែងាប់ហ្មងមិនបាច់បានទៅដល់ផ្ទះតាន់ទេនិយាយទៅលោកតាម្នាក់ហ្នឹងក៏បានប្រាប់គាត់វិញទាំងវិជ្ជមានមកប្រាប់ថាផែជាសំណាងរបស់គាត់អត់សូវល្អហើយព្រោះថាពេលហ្នឹងគឺជាពេលថ្ងៃហើយពោពេញដោយពពកទៀតចឹងហើយសមុទ្រនៅពេលហ្នឹងគឺមើលទៅឃើញស្អាតដូចសមុទ្រនៅពេលដែលគ្មានពពកទេអត់មានភ្លេចប្រាប់លោកតាម្នាក់ហ្នឹងគឺជាលោកតារបស់ក្មេងមហាតរបស់យើងគឺឈ្មោះថាណារឹតិចទៀតអ្នកទាំងអស់គ្នានឹងបានស្គាល់ហើយហើយឥឡូវនេះកាត់ចូលមកដល់ផ្ទះរបស់គាត់វិញម្ដងអ្នកដឹកជញ្ជូនគឺកំពុងតែគូទ្វារហៅម្ចាស់ផ្ទះហើយតែម្ចាស់ផ្ទះគឺទើបតែមកដល់ផ្ទះទេហើយមួយអីវ៉ាន់គេក៏ដូចភ្នំសំខាន់អ្នកដឹកជញ្ជូនហ្នឹងបដិសេធអត់ជួយលើកអីវ៉ាន់ចូលដល់ក្នុងផ្ទះទៀតទាំងហើយជីវិតគាត់ពេលនេះដឹងតែស្មើសូន្យតែម្ដងគាត់តែរកអីវ៉ាន់ហ្នឹងក៏មើលទៅឃើញអស់កម្លាំងជំនួសដែរនិយាយទៅគាត់គឺបាននិយាយទៀតណាប្រហែលជាដោយសារតាមមិនសូវមានការប្រកួតប្រជែងអាខាងដឹកជញ្ជូនអីវ៉ាន់ហ្នឹងហើយទើបធ្វើឲ្យសវិសឥឡូវហ្នឹងវាអន់ដល់ម្លឹងទៅជាថាគេទៀតតែនិយាយចឹងតែមានភ្លេចប្រាប់ឈ្មោះផលប៉ែហ្នឹងប៉ែហ្នឹងគឺឈ្មោះតាហាន់ដាសៃតែស្របពេលហ្នឹងសម្លេងមួយបានហៅគាត់ថាគាត់គឺបានរងចាំប៉ែហ្នឹងយូរហើយតែលោកអ៊ំមេភូមិមកលេងចេញមកអញ្ចឹងអីវ៉ាន់អត់មានសលេងអីមកព្រលឹងរបស់គាត់ហ្នឹងហោះទៅស៊ីផលិតបាត់ហើយហើយអ៊ំមេភូមិហ្នឹងគឺរងចាំគាត់នៅមួយថ្ងៃហើយគឺដើម្បីយកសោផ្ទះយកមកឲ្យគាត់ឆ្លៀតឱកាសហ្នឹងគាត់ក៏បានសួរលោកអ៊ំមេភូមិនឹងដែរថានៅហ្នឹងគឺមានរថភ្លើងឬក៏រថយន្តក្រុងអីអត់តែលោកអ៊ំមេភូមិហ្នឹងក៏បានប្រាប់ដែរថាសម្រាប់រថភ្លើងគឺអត់មានទេរថយន្តក្រុងគឺមានតែមួយជើងឯក្នុងមួយថ្ងៃចំណែកឯតាក់ស៊ីវិញគឺមានតែ2 3គ្រឿងទេណាមួយចម្ងាយផ្លូវពីទីហ្នឹងទៅពលានវាក៏ឆ្ងាយដែរហើយបើថ្ងៃខាងមុខគាត់ត្រូវការទៅទិញអីវ៉ាន់អីអាប៉ែហាន់ដាហ្នឹងអាចមកខ្ចីឡានដឹកទំនិញពីគាត់បានកន្លែងហ្នឹងអត់មានអត់ច្បាស់ទេមានស្មានយកទេហើយគាត់ក៏បានបញ្ជាក់ដែរថាប៉ែហាន់ដាហ្នឹងបើមានការអីអាចមកពឹងពាក់គាត់បានតែអ្វីដែលប៉ែហាន់ដានិយាយដំបូងហ្នឹងគឺបែរជាសុំឲ្យលោកអ៊ំមេភូមិហ្នឹងជួយទុកពេលឲ្យគាត់មកទឹកសម្រាប់ឲ្យគាត់នៅតែឯងកុំឲ្យមានអាគេមកញ៉ៃញ៉ៃគាត់ព្រោះថាគាត់ត្រូវត្រៀមវឹកហាត់ទៅសេអសរចង់របស់គាត់តែអ្វីដែលសំខាន់អាទ្វារចង្រៃយោហ្នឹងគឺបើកតែចេញសោះតែម្ដងហើយដោយសារតែទឹកចិត្តពេកលោកអ៊ំមេភូមិហ្នឹងគាត់សុំឲ្យគាត់អ្នកមកបើកជំនួសវិញនិយាយទៅទ្វារហ្នឹងគឺទ្វារកូនបើត្រូវតែចាក់វាចូលថ្នមទើបបើកចេញហើយសម្រាប់អាហារវិញគាត់គឺមិនបាច់បារម្ភទេចាំលោកអ៊ំមេភូមិហ្នឹងអ្នកចាត់ចែងតែគាត់បើកចូលមកដល់ខាងក្នុង
ភ្លាមគាត់ខ្លាចទៅជាកន្លែងផឹកស៊ីហើយនឹងលេងល្បែងតាំងពីកាលណាមកហើយប្រកាសអត់ថាអត់មានមនុស្សចូលមកនៅហើយមើលទៅជំនាញផ្ទះទៅគឺដឹងហើយឃើញមានពួកបិសាចមួយចំនួនទើបតារត់ចេញមកហើយលោកអ៊ំមេភូមិនឹងដូចត្រូវដងត្រូវផ្លែគ្នាដល់ហើយជាតិមកកុហកគាត់ទៀតថាប្រហែលជាគាត់នឿយហត់ពេកទឹកសម័យព្រះបដាហើយគាត់ក៏ខ្ជិលខ្វល់ច្រើនណាស់ចឹងហើយគឺដើរមើលនៅខាងក្នុងផ្ទះមកផ្លែសិនតែនៅពេលដែលបើកទូមកហ្នឹងមិនដែរហើយមានយួនទៀតនិយាយទៅកំថាតាប៉ែនឹងសំបីតែមានប្រស្រាវខ្លោកដែរបើកទូមកឃើញយួនចឹងតែលោកអ៊ំមេភូមិគឺបានប្រាប់ថាអាយួនហ្នឹងគឺគាត់តែបិទដើម្បីតែគាត់ទេកុំបារម្ភរឿងហ្នឹងហើយបើសិនជាមើលបន្ទប់ទឹកវិញគឺជាបន្ទប់ទឹកបែបបុរាណទៀតសំបីតែកន្លែងងូតទឹកក្តៅទឹកត្រជាក់ហ្នឹងក៏ត្រូវតែបើកវាឲ្យប្រវល់សិនដែរបានធ្វើបានហើយដើរចូលមកដល់ចង្ហាន់បាយវិញស្អីគេលេងហក់ចេញមកហ្មងកុំថាតាប៉ែនឹងសំបីតែមានតែអត់ខ្លាចកដោហ្នឹងក៏ត្រូវរត់សិនដែរលេងហក់មកទាំងស្រស់ចឹងមកតែអស់ពីកដោទៅជាអាទូនៅខាងក្រោមឡាបូលាងដៃហ្នឹងអង្គើទៅវិញនិយាយទៅរបស់ចម្លែកគឺមានច្រើនខ្លាំងមែនតើគាត់តែបើកក្បាលដំបូងនិយាយទៅជីវិតរបស់គាត់គឺមានន័យខ្លាំងហ្មងហើយលោកអ៊ំមេភូមិហ្នឹងនៅជាតិមកសួរគាត់ទៀតថាមិនដែរតែហើយគាត់គឺមានតែរៀបរឹកខ្លួនឯងបានត្រឹមត្រូវវិញកុំឲ្យខ្មាស់គេហើយគាត់គឺនៅតែដោះចិត្តទេថាអាស្អីគេនៅខាងក្រោមស៊ីមានដែរប្រកាសហ្នឹងចឹងហើយគាត់គឺមានតែទៅបើកមើលគាត់តែបើកមើលព្រាមមកហើយស្អីគេអង្គុយឆ្មក់នៅខាងមុខគាត់ហ្នឹងហ្មងតែកុំថាឡើយប៉ែហ្នឹងសម្បីតែមានកភ័យដែរលេងអាលវៈកណៈថាទេទុកចាំយូរហើយបើកទូមកឃើញចឹងអីវិញតែក្នុងហ្នឹងតាមពិតទៅគឺជាកូនក្មេងម្នាក់សោះហើយនឹងជិតសោយទៀតថាទីបំផុតគាត់គឺបានរកឃើញនាងហើយនិយាយទៅអ្នកភូមិនេះគឺចូលចិត្តលេងអីចម្លែកលេងតាម៉ាក់ហ្នឹងបេះដូងរបស់គាត់ហ្នឹងប្រកាសជាកាំងនៅថ្ងៃណាមួយជាមិនខានហើយលោកអ៊ំមេភូមិក៏បានប្រាប់ដែរថាអ្នកនាងមហាតហ្នឹងគឺឈ្មោះថាកូតូអ៊ីស៊ីណារុនិយាយទៅយប៉ែហ្នឹងគឺជាចៅផងអ្នកភូមិនៅហ្នឹងហើយនាងគឺអាសារត់លេងនៅម្ដុំហ្នឹងនឹងយកកន្លែងហ្នឹងធ្វើជាកន្លែងបន្ទួនតែបើនិយាយចំទៅវាប្រៀបដូចជាជំរុំដ៏ធំមួយសម្រាប់នាងអញ្ចឹងចាំតិចលោកអ៊ំឯងគេនិយាយថាផ្ទះទុកចោលហើយអញ្ចឹងហើយលោកអ៊ំមេភូមិហ្នឹងគឺបានបែកធ្លាយហើយគាត់គឺបានប្រាប់ថាគាត់ធ្លាប់ប្រាប់យប៉ែហ្នឹងឲ្យចេញដែរតែកូនហ្នឹងគឺនៅតែមកវិញអញ្ចឹងហើយកូនហ្នឹងគឺបានសួរទៅកាន់អាប៉ែខាងណាហ្នឹងថាតែអាប៉ែហ្នឹងគឺជាជូនុនបយមែនហើយលោកអ៊ំមេភូមិក៏បានកាត់សម្ដីយប៉ែហ្នឹងប្រាប់ថាកុំឲ្យសួរទៅកាន់មនុស្សដែលស្គាល់គ្នានៅពាក្យហ្នឹងព្រោះថាវាគឺឆ្លើយហើយបើតាមមានស្រេចទៅអាពាក្យថាជូនុនបយហ្នឹងប្រហែលជាចង់សំដៅទៅលើប្រុសស្អាតឬក៏ពួកតារាដែលថតដាក់ទស្សនាប្តីតែមានអត់ដឹងថាមូលហេតុអីបានគេគិតថាវាជាពាក្យអត់ល្អហើយយប៉ែណាឬហ្នឹងស្គាល់ពាក្យហ្នឹងគឺដោយសារតែយប៉ែមីវ៉ាបានប្រាប់នាងថាជូនុនបយហ្នឹងគឺចង់សំដៅទៅលើមនុស្សប្រុសដែលអស្ចារ្យលក្ខណៈថាលុយឆាយអញ្ចឹងហើយបងប្រុសម្នាក់ហ្នឹងគឺលុយឆាយអញ្ចឹងហើយគាត់ប្រកាសជាជូនុនបយហើយបើមកអាប៉ែហ្នឹងនិយាយទៅគឺអស់និយាយខ្លាំងមែនតែម្ដងហើយលោកអ៊ំមេភូមិក៏បានបញ្ជាក់ដែរថាយប៉ែហ្នឹងគឺគិតខុសហើយព្រោះថាបងប្រុសហាន់ដាម្នាក់ហ្នឹងគឺជាអ្នកជំនាញខាងសរសេរអក្សរខ្ចង់បន្ទាប់ពីបញ្យល់យប៉ែហ្នឹងអស់មួយថ្ងៃហើយយប៉ែហ្នឹងនៅតែបកកាយអញ្ចឹងថាប៉ែហ្នឹងគឺជាជូនុនបយហើយអ្វីដែលសំខាន់នោះគឺពួកគេទាំងពីរនាក់នៅជាតិឌៀគាត់តាមផ្លូវកាត់ថាគាត់មុខចាស់ទៀតហើយបន្ទាប់អស់ពីមុខចាស់នៅជាតិហៅគាត់ថាខាំបយទៀតនិយាយទៅមើលសាហាវតែម្ដងអញ្ចឹងហើយដោយសារតែចូលផ្ទះអត់បានអញ្ជើញនេះលទ្ធផល300ម៉ែត្រចេញឆ្ងាយបន្ទាប់ពីដីញ៉ាតូចហើយនៅសល់ធំមួយទៀតកុំចង់បបាយប្រធានបទដល់វេនគាត់ត្រូវចេញម្ដងហើយមិនតែប៉ុណ្ណឹងនេះចិត្តបិទទ្វារឡើងចិត្តឲ្យចាក់សោឲ្យជួបទៀតក៏មិនតែគេមកញញទៅតាផ្ទះគាត់ស្អីគេជំរុំមែនហើយបន្ទាប់ពីសម្អាតផ្ទះហើយហ្នឹងគឺចាប់ផ្ដើមហើយអត់ខ្លាចខាតពេលទេគឺចាប់ផ្ដើមទៅសៀងសបចង់ភ្លាមតែម្ដងតែសម្រាប់ពេលហ្នឹងគឺឃើញបិសាចខ្លះកំពុងតែអឺតក្បាលចូលមកទៀតហើយនិយាយទៅយីប៉ែហ្នឹងម្យ៉ាងម្នាក់ជាមួយនឹងអាលអិតឈីងចាំងហើយឥឡូវចូលស្កាត់បានអញ្ចឹងហើយហ្នឹងនៅពេលដែលគាត់រៀបសរសេរបែរជាយីប៉ែហ្នឹងហក់មកមុខដៃគាត់ហើយនិយាយថាអូលយមែនតើនាងក៏ចង់សរសេរបែបហ្នឹងដែរតែនេះលទ្ធផល300ម៉ែត្រល្មៀជាឆ្ងាយបន្ទាប់ពីបានស្ងាត់តិចតិចហើយចឹងហើយគាត់គឺចាប់ផ្ដើមទៅសៀងសបចង់វិញម្ដងនៅពេលដែលគាត់ចាប់ផ្ដើមសៀងសបចង់ប្រគាត់ហ្នឹងគាត់គឺបាននឹកឃើញអំពីសម្ដីអាក្រក់ដែលគេនិយាយពីគាត់គឺនិយាយដើមរបស់គាត់នៅនឹងមុខគាត់តែម្ដងសត្វតែនិយាយថាគាត់ថាខ្លួនឯងហ្នឹងគឺជាស្អីគេគ្រាន់តែប្រកួតឈ្នះតែប៉ុណ្្នឹងសោះហ៊ានវាយ director នៅកណ្ដាលចំណោមចឹងទៀតហើយនៅមាននិយាយសម្ដីតែអាក្រក់ជាច្រើនទៀតតែមានខ្ជិលនិយាយតែប៉ុណ្្នឹងទៅបានដែរដោយសារតែគាត់គឺអាចប្រមូលអារម្មណ៍ក្នុងការសរសេរសបចង់ប្រគាត់បានចឹងហើយគាត់គឺមានតែរកតែឆុងតែផឹកតិចសិនតែគាត់ច្បាស់ថានៅនឹងមានកសៀវដាំទឹកអត់តែនៅពេលដែលគាត់ទៅដល់ចង្ហាន់បាយនោះគឺហើយបិសាចទាំងអស់ហ្នឹងគឺចូលមកតាមទៅលោកលៀបណាមកទៀតហើយនេះក៏ជាពាក្យទី1ដែរដែលគេចាប់ផ្ដើមហៅគាត់ថា Handa Sensei ហើយឬក៏ហៅថា Sensei ហើយអត់មានគឺគាត់ថាគាត់ទៅប្រាប់អ្នកទាំងអស់គ្នាបន្តិចសម្រាប់អ្នកដែលបានដឹងពាក្យថា Sensei គឺសំដៅទៅលើលោកគ្រូហើយបកទៅកាន់ពីអ្នកនឹងវិញនេះជាលទ្ធផលចូលផ្ទះគេដោយបានអញ្ជើញធ្វើគ្រូនឹងនឹងចានឹងថាហក់ចូលតាមលោកលៀបណាទេលោកហើយយប៉ែណារឿងហ្នឹងនេះជានិយាយទៅថាមានមើលឃើញ style នឹងមិនអត់មិនជា style ផងនាងដោយសារតែវាលយពេកចឹងហើយលោកអ៊ំមេភូមិគាត់សុំរៀនដែរតែទៅលើមាត់គ្នានិយាយនឹងក្រៅមិនហ្នឹងសោះហ្នឹងងាកចូលដល់ខាងក្នុងឃើញយប៉ែហ្នឹងនៅក្នុងទៀតហើយមិនអាយហើយគួយខ្លាចចឹងហើយគាត់គឺចូលទៅសួរយប៉ែហ្នឹងត្រឹមត្រូវតែម្ដងថាតើលើកហ្នឹងយប៉ែឯងចង់បានអីប្រកាសតែយប៉ែហ្នឹងគឺបានថាគាត់មកថាកុំមកធ្វើច្រឹកលយដាក់នាងណាជូនុនបយចឹងហើយគាត់គឺបានបញ្ជាក់ប្រាប់នាងថាគាត់គឺមិនជូនុនបយឯងក៏មកហៅគាត់ចឹងទៀតគាត់គឺមានឈ្មោះត្រឹមត្រូវដូចយប៉ែឯងចឹងដែលមានឈ្មោះថាកូតូអេស៊ីណាឬគាត់ក៏មានឈ្មោះរបស់គាត់ដែរ
គាត់ទៅលើអប៉ែនឹងហើយឈ្មោះផលយប៉ែនឹងព្រាមយប៉ែនឹងគឺចាប់ដើមគេតែថាទីក៏អប៉ែនឹងមានថាវពលពិសេសអានផ្លូវចិត្តទៅតែមកថែឲ្យអប៉ែនឹងហើយរៀងថាជាមនុស្សល្ងើទៅវិញតែយប៉ែនឹងគឺគ្មានបញ្ហាទេណាមួយសញ្ជាតិជាក្មេងផងហើយនេះក៏ស្គាល់ឈ្មោះអប៉ែនឹងដូចគ្នាគឺជំនុនតាកេអូគាត់ទៅលើព្រាមស៊ីក្បាលមកខ្នើយហ្មងហើយដោយសារតែតឹងចិត្តពេកចឹងហើយទៅសេឈ្មោះនៅលើกระดาษដាក់ឲ្យចំតែម្ដងមើលមានពាក្យថាជំនុនអត់ហើយអាពាក្យថាតាកេអូហ្នឹងយកចេញមកពីកលុកកលៀតដែរហើយនេះឡើងហ្នឹងមើលឈ្មោះតើបានមកស្ទូផងប្រាប់ថាអាពាក្យហ្នឹងគឺសម្រាប់ក្មេងៗមកតៃហើយជា nickname គ្នាចឹងហើយនេះលទ្ធផល2-0ចេះដាក់ឈ្មោះព្រះប្រដបន្ទាប់ពីហ្នឹងមកមើលទៅពួកគេទាំងពីរនាក់ដូចជាយើងត្រូវធៀបគ្នាបន្តិចហើយព្រោះថាអប៉ែហ្នឹងគឺត្រូវបានជាប៉ែណាឬភាសាថាអក្សររបស់គាត់ហ្នឹងគឺលយមែនតើតែជាប៉ែហ្នឹងគឺជិតបានបន្ថែមទៀតថាអក្សរហ្នឹងមើលទៅដូចជាអក្សរគ្រូគាត់នាងចឹងធ្វើឲ្យអប៉ែហ្នឹងគឺនឹកឃើញពាក្យសម្ដីដែលអប៉ែ director ហ្នឹងថាឲ្យគាត់ទៀតហើយគាត់ទៅលើព្រាមគឺក្តៅឆេវព្រាមតែម្ដងបបោកក្តាស់នៅក្នុងដៃរបស់យប៉ែហ្នឹងមកឲ្យគប់ក្បាលយប៉ែហ្នឹងដែលអត់បានស្ដាប់ទៀតយប៉ែហ្នឹងនិយាយអំពីអាហារពេលល្ងាចគេតែមានកថាអប៉ែហ្នឹងថាជាមានចេតនាសម្រាប់គប់ទៅយប៉ែហ្នឹងឯងហើយគាត់ក៏បានដើរចេញទៅខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសភ្លាមៗតែម្ដងស្របពេលដែលគាត់កំពុងតែអង្គុយនៅកន្លែងមាត់សមុទ្រហ្នឹងគាត់គឺបានដៀលខ្លួនឯងមកថាគាត់គឺពិតជាសម្រាមមែនគាត់គឺខឹងសម្បីតែក្មេងៗដែរនេះព្យាយាមនិយាយការពិតមកកាន់គាត់ហើយឲ្យគាត់ហាក់ខ្លួនឯងថាជាមនុស្សធំមិនទៅគាត់តែពិតនឹងទុំបានផងស្របពេលហ្នឹងគាត់គឺបាននឹកឃើញពេលដែលគាត់និយាយជាមួយមិត្តភក្តិរបស់គាត់អំពីការទៅរស់នៅលើកោះរបស់គាត់ហ្នឹងនិយាយទៅវាគឺជាបញ្ជាផលពុកផលគាត់ដើម្បីឲ្យគាត់នឹងត្រជាក់ចិត្តខ្លះហើយស្វែងរកអ្វីទៅតែជាគាត់មុននឹងមកអាងថាគាត់នឹងគឺជាអ្នកសរសេរអក្សរផ្ចង់ដ៏ជំនាញម្នាក់តែមហាមិត្តយើងហ្នឹងគឺនៅតែជាមហាមិត្តមិនដែលជួយជោគជួយចៅតែគឺមានតែយកជើងរាវទឹកបន្ថែមវាចិត្តសោកគាត់ទៀតព្រោះគាត់នឹងមើលចិត្តខ្លាំងហ្មងតែមិត្តភក្តិរបស់គាត់ក៏បានបកស្រាយដែរថាដោយសារតែគាត់នឹងគឺបានយាដៃទឹកវាយមនុស្សម្នាក់ដោយគ្រាន់តែគេបាននិយាយអំពីការយកឃើញរបស់គេនិយាយទៅគឺទង្វើរបស់គាត់នឹងគឺវាចេញមកអត់គួរសមសោះហ្មងតែគាត់នឹងគឺគួរតែទៅសុំទោស director នឹងទៅតែសម្រាប់គាត់គឺគាត់អត់យល់ថាគាត់ខុសទេទោះបីជា director ឬក៏ពុករបស់គាត់ក៏ដោយអត់មានសិទ្ធិមិននិយាយអញ្ចឹងសម្រាប់គាត់ទេគ្រាន់តែគាត់ផ្ដោតទៅលើការទៅសេបែបជាតម្រង់ដើមព្រោះវានឹងគឺខុសមែនតែមិត្តភក្តិរបស់គាត់ក៏បានសួរទៅគាត់វិញដូចគ្នាថាតើគាត់នឹងតែមានភាពសប្បាយរីករាយនៅពេលដែលគាត់ទៅសេអក្សរបែបនឹងដែរអត់បន្ទាប់ពីបញ្ចប់សំណួរនឹងមកឥឡូវយើងកាត់មកដល់បច្ចុប្បន្នកាលវិញនិយាយទៅគាត់គឺមានគោលគំនិតមួយដោយផ្ដោតទៅលើថាការទៅសេអក្សរដោយផ្ដោតទៅលើតម្រង់ដើមនឹងគឺជាផ្លូវដែលឆ្ពោះទៅរកភាពស្រស់ស្អាតដ៏ពិតប្រាកដហើយគាត់ប្រកាសចិត្តណាស់ថាគាត់គឺអត់ខុសជាដាច់ខាតតែម្ដងនៅពេលដែលគាត់កំពុងតែច្រៀងបតាហ្នឹងជាបែបណាឬនឹងគឺចាប់ផ្ដើមផុសក្បាលមកទៀតហើយគាត់តែដឹងហើយមនុស្ស introvert នៅពេលដែលគេចាប់បានតែខ្លួនឯងច្រៀងគឺពិតជាអៀនខ្លាំងប៉ុណ្ណានិយាយទៅគាត់គឺបានស្ដីប្រាប់នាងបងថាមិនមកម្ដងនេះចង់មានកម្រោយទៀតមែនប្រាប់ឲ្យហើយគាត់គឺអត់សុំទៅទេហើយបែបហ្នឹងគឺបានបដូរចរិតមកត្រឹមត្រូវវិញហើយសួរគាត់ថាតើមានបញ្ហាអីមែនលោកគ្រូពេលក៏លោកគ្រូចាំបាច់ត្រូវសុំទោសខ្ញុំមកពីខ្ញុំនិយាយសម្ដីដែលធ្វើឲ្យលោកគ្រូអត់សប្បាយចិត្តមុនហ្នឹងមែនហើយដោយសារតែរឿងហ្នឹងទើបខ្ញុំចាប់ផ្ដើមទៅសេអក្សរមួយសងលោកគ្រូវិញតែទោះបីជាទៅសេយ៉ាងណាក៏វានៅតែអត់ស្អាតដូចផលលោកគ្រូដែរតែអ្វីដែលសំខាន់នៅក្នុងពេលហ្នឹងនោះគឺនាងគឺបានសុំទោសគាត់នៅពេលដែលដឹងថាអបហណ្ដានឹងលើកលែងទោសឲ្យនាងហ្នឹងគឺយេប៉ែហ្នឹងគឺរំភើបចិត្តខ្លាំងមែនទែនហើយនាងគឺបាននិយាយសម្ដីមួយចំនួនដែលធ្វើឲ្យអបហណ្ដានឹងប្រហែលជាភ្ញាក់ខ្លួនហើយតាមមើលនាងគឺបាននិយាយថានាងគឺពិតជារំភើបចិត្តខ្លាំងមែនទែននិយាយទៅការសុំទោសពិតជាពិបាកខ្លាំងហើយនឹងគួរឲ្យខ្លាចខ្លាំងមែនទែនតែនាងគឺពិតជារំភើបតែនាងបាននិយាយពាក្យហ្នឹងប៉ុន្តែលើភ្លាមអបហណ្ដាហ្នឹងក៏បានសុំទោសនាងដូចគ្នាដែរគាត់បានស្អែកកំហប់ឲ្យនាងចឹងហើយមើលទៅឥឡូវដូចជាត្រូវគ្នាហើយព្រោះថាពួកគេបានប្រមូលគ្នាដើរលេងស្របពេលហ្នឹងគាត់គឺបានសួរនាងថាតើនាងគឺបានព្យាយាមទៅសេអក្សរត្រាប់តាមគាត់ណាត្រូវទេតែនាងល្អិតហ្នឹងគឺបាននិយាយថាអត់ទេមិនជាប្រឹងណាស់ណាទេព្រោះថាអក្សររបស់គាត់ដូចជាអក្សរក្នុងសភៅពុំចឹងហើយនេះលទ្ធផលមកអត់ហើយតែគឺបានស្អែកហើយគាត់ថាលោកបងចង់សងសឹកមែនតែកន្លែងហ្នឹងអត់មានថែមែនណាគាត់គឺបានសុំទោសនាងហើយថាហ្នឹងគឺមកពីដំណត់ប្រយោជន៍និយាយទៅមួយថ្ងៃហើយយេប៉ែហ្នឹងគឺអត់ដឹងទេថាមូលហេតុអីបានគាត់ចេះតែវាយនាងចឹងតែបើតាមពិតទៅយេប៉ែហ្នឹងគឺមិនបាច់ចាំហត់អង្គុយទៅសេតាមគាត់ទេព្រោះថាអក្សរទាំងអស់ហ្នឹងក៏គាត់ថនថាវឹកហាត់ទៅសេតែប៉ុណ្ណោះតែស្របពេលហ្នឹងគឺមួយស្មើហើយតែនិយាយទៅពេលហ្នឹងយេប៉ែហ្នឹងគឺភ័យខ្លាំងមែនទែនស្មានតែគាត់លងទឹកបាត់ហើយតាហើយមូលហេតុហ្នឹងគឺដោយសារតែក្អាវរបស់គាត់ហ្នឹងវាទាញគាត់ទៅតែក្មេងពេញគឺនៅតែជាក្មេងពេញមែនហើយនេះចាំមើលនាងបរិញ្ញាក៏បានដែរអញ្ចឹងហើយនេះចូលដល់វគ្គក្មេងៗគេបរិញ្ញាគ្នាធ្វើអាវពោងធម្មជាតិនិយាយទៅនៅជាមួយយេប៉ែហ្នឹងគឺថ្មីរហូតតែម្ដងបន្ទាប់ពីឡើងមកដល់លើគោកគាត់គឺបានសួរនាងថាតើយេប៉ែឯងហ្នឹងតែងតែហែទឹកជ្រៅចឹងមែនបន្ទាប់ពីលើសម្ដីរបស់យេប៉ែហ្នឹងហើយគឺធ្វើឲ្យគាត់ហ្នឹងអត់ជឿខ្លួនឯងបងថាក្មេងឥឡូវហ្នឹងពិតជាសាហាវមែនហើយស្របពេលហ្នឹងយេប៉ែហ្នឹងគឺបានប្រវល់គាត់ទៅមើលរបស់សំខាន់មួយនោះគឺព្រះអាទិត្យលិច sunset ហើយដើម្បីមើល sunset ហ្នឹងបានពួកគេត្រូវតែឡើងទៅលើជញ្ជាំងដែលគេសង់ឡើងដើម្បីទប់នៅលោកស៊ូណាមីនិយាយទៅដំបូងឡើយគាត់គឺអត់ចង់ឡើងទេព្រោះថាគ្មានអ្នកគេទៅខ្វល់រឿង sunset ទាំងអស់ហ្នឹងទេណាមួយ maker សិតតែពពក
មើលមិនឃើញតែយពេលហ្នឹងគឺបាននិយាយនៅសម្ដីមួយដែលមិនគិតថាពិតជាល្អហើយបើសិនជាពួកយើងអាចស្ដាប់យល់ដែលមិនគិតថាវាប្រហែលជាអាចផ្ដល់ផលប្រយោជន៍ឲ្យពួកយើងបានខ្លះដែរនាងគឺបាននិយាយថាមិនក៏ពួកយើងប្រកបចិត្តមិនថាវានឹងបែបហ្នឹងបើសិនជាពួកយើងបានឡើងទៅផ្ទាល់ផងហើយបើសិនជាពួកយើងមិនបានព្យាយាមឡើងទៅទេពួកយើងក៏មិនអាចបានឃើញវាដែរហើយដល់ពេលដែលនាងបានឡើងទៅដល់លើហ្នឹងនាងគឺបានហៅ sensei ឲ្យមកឡើងជាមួយនាងដែរហើយប្រាប់គាត់ថាបើសិនជាលោកគ្រូមិនឡើងមកដល់លើហ្នឹងទេលោកគ្រូនឹងមិនអាចមើលឃើញអ្វីទាំងអស់កន្លែងហ្នឹងវាបានរំលឹកគាត់ទៅដល់ manager ម្នាក់ហ្នឹងដែលបាននិយាយប្រាប់គាត់ឲ្យព្យាយាមធ្វើអ្វីដែលថ្មីប្លែកខុសពីទម្រង់ basic ដែលគាត់បានធ្វើពីមុនហ្នឹងហ្នឹងគឺជាមូលហេតុដែលគាត់សម្រេចចិត្តថានឹងឡើងទៅមើល sunset ជាមួយនឹងយាយប៉ែណាឬនឹងឯងហើយ view sunset មួយហ្នឹងគឺពិតជាធ្វើឲ្យគាត់ហ្នឹងមិនខកបំណងពិតប្រាកដមែននៅពេលដែលគាត់ដើរមកដល់ផ្ទះវិញហ្នឹងគាត់គឺបានជួបនឹងលោកតាកោសាគឹដែលគឺជាលោកតារបស់យាយប៉ែណាឬនឹងឯងហើយនេះគឺជាលើកទី1ដែលគាត់បានដឹងដូចគ្នាមូលហេតុដែលលោកតានឹងមកដល់ផ្ទះគាត់នោះគឺពួកគេទាំងអស់គ្នា9អ្នកភូមិទាំងអស់ដើម្បីមកជួយគាត់ក្នុងការរៀបចំអ្វីវ៉ាន់របស់គាត់និយាយទៅការជួយមួយហ្នឹងវាជារឿងថ្មីសម្រាប់គាត់តែ admin គិតថាវាជារឿងទូទៅដោយខ្មែរយើងអញ្ចឹងកាលពីមុនភាគច្រើនមិនថាមានកម្មវិធីពិធីបុណ្យឬក៏កិច្ចការអ្វីឯងពួកយើងគឺតែងតែជួយគ្នារហូតជួយបង្វាស់ដៃគ្នាទៅវិញទៅមកនិយាយទៅវាធ្វើឲ្យមាននឹកឃើញរឿងអតីតកាលនៅពេលហ្នឹងជាមានអារម្មណ៍ថាសប្បាយចិត្តម្យ៉ាងនិយាយទៅបងប្អូនខ្មែរយើងនៅតាមជនបទភាគច្រើនគឺតែងតែបែបហ្នឹងគឺតែងតែជួយគ្នាទៅវិញទៅមករហូតអញ្ចឹងហ្មងហើយឥឡូវចូលមកដល់សាច់រឿងយើងវិញស្របពេលហ្នឹងគឺមានលោកយាយម្នាក់ឈ្មោះថាណាមួយរៈយ៉ាស៊ឺបានចូលមករាក់ទាក់ជាមួយនឹងគាត់ហើយក៏បានដើរទៅផុតបន្តមកទៀតគឺមានអ៊ំស្រីម្នាក់ទៀតឈ្មោះថាគីណូស៊ីតាហ្វូមីក៏បានចូលមករាក់ទាក់ដូចគ្នាហើយបានដើរទៅផុតទៅនិយាយទៅគាត់គឺបានសួរណារឹកដែរថាតើពួកគេទាំងអស់គ្នានឹងមកដោយសារតែលោកតាប្រនាងបានហៅមែនតែយប៉ែណារឹកគឺបានប្រាប់គាត់ថាអត់ទេពួកគេមកហ្នឹងគឺដោយសារតែពួកគេឃើញឡានស្ដារដឹកទំនិញសម្រាប់រើផ្ទះហ្នឹងមកជិះកាត់តាមផ្លូវហ្នឹងអញ្ចឹងហើយទៅពួកគេដើរមកនិយាយទៅសម្រាប់ពួកគេអ្នកចិត្តខាងដែលរើមកនៅថ្មីហ្នឹងគឺពិតជាកម្រខ្លាំងមែនទែនតែសម្រាប់គាត់ពួកយើងគឺត្រឹមតែជាអ្នកដតីឯងមិនក៏ពួកគេទាំងអស់គ្នាហ្នឹងចាំបាច់ធ្វើអីដល់ម្លឹងតែស្របពេលហ្នឹងគឺមានអ្នកភូមិចំនួន3នាក់ដើរមករាក់ទាក់គាត់និយាយទៅយប៉ែណារឹកក៏បានណែនាំដែរថាក្មេងស្រីម្នាក់នេះគឺឈ្មោះថាកូបូតាហ៊ីណានាងគឺជាមិត្តភក្តិរបស់យប៉ែណារឹកហើយនៅពេលដែលប៉ែហាន់ដាចូលទៅរាក់ទាក់ជាមួយនឹងយប៉ែហ្នឹងគឺយំយោតែម្ដងអញ្ចឹងហើយអត់មានជំរឿអីមានតែពឹងពាក់អ្នកបកប្រែដែលជាយប៉ែណារឹកនឹងឯងមូលហេតុហ្នឹងគឺដោយសារតែយប៉ែហ៊ីណាគឺជាមនុស្សស្រីដែលអៀនច្រើនអញ្ចឹងហើយប៉ែហាន់ដាហ្នឹងគឺបានគិតថាអញ្ចឹងនៅថ្ងៃអនាគតគាត់គឺកាត់បន្ថយការនិយាយស្ដីជាមួយនឹងយប៉ែហ្នឹងតិចហើយទៅបានតែគាត់ទៅលើព្រាយប៉ែហ្នឹងនៅតែយំលើដើមទៀតមូលហេតុនោះគឺនាងគឺចង់និយាយជាមួយនឹងគាត់ឲ្យបានច្រើនហើយនៅពេលដែលគាត់ចូលទៅសុំទោសនាងហើយលើឯក្បាលផាឌីហ្នឹងគឺយប៉ែហ្នឹងយំយោតែម្ដងចឹងហើយគឺមានតែទុកសិតឲ្យយប៉ែណារឹកជាអ្នកបកប្រែហើយនាងគឺបានប្រាប់ថាមូលហេតុនោះគឺដោយសារតែយប៉ែហ៊ីណាហ្នឹងគឺសង្ភើបចិត្តខ្លាំងពេកហើយស្របពេលនោះគឺមានខ្លាំងមួយបានប្រើប្រាស់កាកាស៊ីស្ទាយជូស៊ុបដាក់គាត់និយាយទៅលេងតែបែបហ្នឹងតែ3ដងទៀតឬដងបាតរបស់ប៉ែហាន់ដាហ្នឹងប្រកាសជាលឹបចូលទៅខាងក្នុងលេងហ៊ានងើបក្បាលជាមួយខាងក្រៅជាមិនខានហើយគិតថាអ្នកភូមិនឹងចម្លែកតែអាកូននេះគឺពិតជាចម្លែកលើសអ្នកភូមិនឹងទៀតហើយស្របពេលហ្នឹងមានអង្គប្រុសម្នាក់បានចូលមកសុំទោសជំនួសកូនហ្នឹងពីអង្គប្រុសម្នាក់ហ្នឹងដែរគឺជានាយករងនៅសាលាដែលនៅម្ដុំហ្នឹងគាត់គឺមានឈ្មោះថាសាកាម៉ូតូកាស៊ឺយូគីតែអ្វីដែលសំខាន់ដែលមានចង់ឲ្យអ្នកនរគ្នាបដោតទៅមើលមុខអប៉ែហាន់ដាព្រោះថាមើលទៅឬដងបានបាញ់មិញប្រហែលជាបុកឡើងដល់កន្លៅបាត់តែដឹងតាមមើលបើអប៉ែហ្នឹងចង់ក្អួតមឹងតែលោកអ៊ំអ្នកហ្នឹងនេះជិតឌឺទៀតថាគ្មានអីសុបាយជាងមើលឃើញប្រុសស្អាតត្រូវបានគេធ្វើបាបទេតែហ្នឹងអត់មានយល់ស្របហើយនេះការចាប់ផ្ដើមរៀបចំផ្ទះផងគាត់គឺបានចាប់ផ្ដើមហើយនៅពេលដែលពួកគេបានជិះទៅហ្នឹងអាចរឹកឈួតនៅក្នុងការសរសេរផងគាត់ហ្នឹងគឺចាប់ផ្ដើមរើឡើងទៀតហើយនិយាយទៅគាត់គូវាយកពេញនឹងតែម្ដងនៅពេលដែលគាត់គូហើយហ្នឹងមិត្តភក្តិរបស់គាត់គឺបានទេមកគាត់ដូចគ្នាគាត់ជួននិយាយទៅគាត់បានប្រាប់មិត្តភក្តិគាត់ថាគាត់គឺបានយល់ហើយពីមូលហេតុដែលឪពុករបស់គាត់ហ្នឹងបញ្ជូនគាត់មកដល់ទីហ្នឹងហើយគាត់គឺបានប្រាប់អប៉ែហ្នឹងឲ្យត្រៀមចាំតែមើលទៅនៅពេលណាដែលគាត់សរសេរបានអក្សរដែលល្អហើយគាត់នឹងផ្ញើឲ្យអប៉ែហ្នឹងមើលព្រាមតែម្ដងហើយនៅមានរឿងមួយទៀតដែលគាត់ចង់ពឹងអប៉ែហ្នឹងគឺទៅសុំទោស director នឹងជំនួសគាត់ផងបច្ចុប្បន្នគាត់គឺអត់ទាន់ហ៊ានទៅសុំទោសអប៉ែ director នឹងផ្ទាល់ទេហើយនេះគឺជាអក្សរដែលគាត់បានសរសេរគឺមានន័យថារីករាយហើយបើនិយាយអំពីជីវិតនៅលើកោះហ្នឹងវិញគាត់គឺពិតជាអាចសម្របខ្លួនបាន 100% តែម្ដងហើយសាច់រឿងរបស់យើងគឺបានចប់ត្រឹមប៉ុណ្្នឹងហើយតែគេក៏នៅសល់កតុយពីឲ្យយើងមើលតិចដែរនោះគឺនៅពេលដែលលោកមេភូមិហ្នឹងគាត់គឺបានយកមីមួយចានយកមកឲ្យគាត់ទុកជាអាហារពេលល្ងាចនិយាយទៅពិតជាអាណិតលោកមេភូមិខ្លាំងមែនទែនដែលបានមកឃើញទង្វើដ៏គួរឲ្យខ្លាចបែបហ្នឹងនៅក្នុងកលៈទេសៈពេលហ្នឹងហើយសាច់រឿងភាគទី1របស់យើងគឺបានបញ្ចប់ត្រឹមប៉ុណ្្នឹងហើយអត់មានដឹងថាគួរតែនិយាយថាម៉េចទេនេះលក្ខណៈថាសាច់រឿងរបស់គេតែប្រហែលនាទីមានសម្រាប់ផលលើរបស់គេដល់ទៅ2នាទីមានអារម្មណ៍ថានិយាយកាន់តែយូរទៅវាលក្ខណៈថាកាន់តែយូរទៅវាវែងទៅវាអត់មានសង្ខេប
វាទៅជាបែបសម្រាយបែបវែងឡាយអត់ប្រយោជន៍យ៉ាងណាវិញមានដឹងថាគួរទៅធ្វើមិនគេចាំមើលលើក្រោយព្យាយាមកាត់ឲ្យវាខ្លីជាងហ្នឹងតែបើកាត់ខ្លាំងពេកមានអារម្មណ៍ថាដូចអត់សូវមានន័យមិនដឹងព្រោះថាមកភាគទៅមកភាគព្រោះវានឹងមានអារម្មណ៍ថាវាជាប់គ្នាល្អបើកាត់ឡើងពេកវាលក្ខណៈថាវាអត់ន័យរឿងហ្នឹងអត់ន័យពេកតែចាំមើលមានព្យាយាមសម្រាយបានខ្លីជាងហ្នឹងតិចកុំឲ្យវែងឡាយវែងពេកតែវែងពេកអេដមីនកាត់វិលមុខក្បងទៀតលើហើយដូចមានធ្លាប់បាននិយាយចុះតែមានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទៅមើល anime ហ្នឹងតើកុំផ្ដោតអារម្មណ៍លើការសម្រាយផ្នែកមានខ្លាំងពេកតែមើលផ្ទាល់ទៅដឹងថា anime ហ្នឹងគឺពិតជាល្អមើលខ្លាំងប៉ុណ្ណាតែមានហេតុតែពិតជាល្អមើលខ្លាំងមែនទែនវាមិនមែនផ្ដោតទៅលើ graphic ដែលខ្លាំង graphic ដែលលយដែលមើលទៅតាក់ទាញចិត្តទេប៉ុន្តែអ្វីដែលធ្វើឲ្យវាតាក់ទាញចិត្តបំផុតនោះគឺអត្ថន័យនៅក្នុងសាច់រឿងហ្នឹងដែលវាធ្វើឲ្យពួកយើងដែលជាអ្នកមើលហ្នឹងគឺនឹកឃើញទៅដល់អតីតកាលដែលស្រស់បំព្រមជាច្រើនអតីតកាលដែលនៅពីក្មេងដែលយើងធ្លាប់ជួបធ្លាប់លេងនិយាយទៅវាបានធ្វើឲ្យយើងនឹកឃើញអតីតកាលដែលរីករាយជាច្រើនដែលយើងធ្លាប់ថាសិនតែនឹងបានបំភ្លេចវាជួយដាស់អតីតកាលហ្នឹងឲ្យយើងនឹកឃើញឡើងវិញនិយាយទៅវាពិតជាមានអត្ថន័យល្អខ្លាំងមែនទែនទោះបីជាវាអត់មាន graphic លយឬក៏ style ខ្លាំងដូច Demon Slayer ឬក៏ Solo Leveling ក៏ដោយតែអ្វីសំខាន់គឺអត្ថន័យនៅខាងក្នុងហ្នឹងគឺពិតជាល្អខ្លាំងមែនទែនដែលពួកយើងអត់គួរណាមើលរំលងវាគួរតែទៅមើលវាផ្ទាល់ហើយបើសិនជាអ្នកទាំងអស់គ្នាមើលយកហើយណាចាំមកមើលការសម្ដែង anime pop ឲ្យវិញទៅបានដែរនិយាយទៅមានលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅមើលផ្ទាល់ទៅបានដឹងថា anime ហ្នឹងគឺល្អមើលខ្លាំងប៉ុណ្ណាហើយដូចដល់ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែង anime pop មិនកុំភ្លេចជួយឲ្យមេដៃម្នាក់មួយផងហើយបើសិនជាតបានចុច subscribe ទេកុំភ្លេចជួយចុច subscribe channel ពតមានម្នាក់មួយផងតែមាននឹងហ៊ានធានាថានឹងនាំពណ៌នាំ anime ថ្មីដែលល្អមើលឲ្យអ្នកទាំងអស់គ្នាបានកាន់តែច្រើនតាមដៃធ្វើទៅបានតែអារឿងសន្យាថាមួយអាទិត្យ2ដងនេះអុយបាក់ពេលខ្លាចមានតនេថាផងធ្វើឲ្យបានមួយអាទិត្យ2ដងតែចូលឡើងទៅឡើងគាត់រៀបចាប់ដើមធ្វើរវល់ទៀតបាត់ធ្វើនេះធ្វើនោះអស់មានពេលធ្វើបដាវិញនិយាយទៅអារឿងមួយអាទិត្យ2ដងនេះចាំមើលមានឆ្លៀបបើសិនជាមានអាចធ្វើបានមួយអាទិត្យ2ដងចាំមិនមានធ្វើមួយអាទិត្យ2ដងឲ្យតែពេលណាធ្វើបានតែម្ដងគឺមានតែម្ដងតាមនឹងឯងនិយាយទៅមានព្យាយាមធ្វើឲ្យបានច្រើនតាមឯងធ្វើទៅបានដែរតែធ្វើមិនពេលវេលាយើងគឺខោចវាមិនសូវមានពេលការងារយើងវាច្រើនដែរហើយតាមមើលមានធ្វើ anime គឺដើម្បីជួយបន្ធូរ stress ឲ្យបានកាន់តែប្រសើរឲ្យកុំឲ្យមាន stress ខ្លាំងពេកណាមួយធ្វើចឹងទៅបានជិះលេងជាមួយអ្នកទាំងអស់គ្នាព្រោះថានៅកន្លែងធ្វើការមានអ្នកគេមើល anime ទេអ្នកមើលតែរឿងតែមើលតែរឿងខ្មោចទៀតតែមានស្អប់ណារឿងខ្មោចហ្នឹងមើលម្ដងភ័យខ្លាចជិះឡើងលេងលក់ទៅហើយមានដឹងថាគួរនិយាយមួយណាគេទេគឺ anime ទើបឲ្យមានសម្រាប់ចិត្តថាបង្កើត channel នេះឡើងដើម្បីធ្វើការសម្រាប់ anime ហើយបាននិយាយលេងជាមួយអ្នកទាំងអស់គ្នាទៀតចឹងហើយវាចំណេញជាន់ទៅចំណេញតែមានសម្រាប់ចិត្តថាធ្វើ channel នឹងឡើងមានអារម្មណ៍ថាខ្លួនឯងនិយាយវែងឡាយទៅដែរចឹងហើយបានហើយជំរាបលាអ្នកទាំងអស់គ្នាបាយបាយអត់មានទៅធ្វើទឹកស្ដែកផឹកសិន